សួស្តីលោកលោកស្រីនិងនាងកញ្ញាទស្សនិកជនជាទីមេត្រីថ្ងៃនេះពីកម្មវិធីយើងលើកយកអំពីការចិញ្ចឹមចង្រិតលក្ខណៈគ្រួសារមកបង្ហាញជូនលោកលោកស្រីនិងនាងកញ្ញាទស្សនិកជនឲ្យបានទទួលជ្រាបចង្រិតជាសត្វល្អិតដែលអាចទទួលទានបានដោយការកែច្នៃដូចជាការលីងឬបំពងច្របល់ជាមួយគ្រឿងទេសផ្សេងៗទៅតាមតម្រូវការចំណូលចិត្តរបស់អ្នកបរិភោគពូជចង្រិតដែលគេធ្លាប់បានស្គាល់នៅក្នុងការចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាមានចំនួន3គឺមានពូជចង្រិតខ្មៅពូជចង្រិតក្រហមពូជចង្រិតសឬពូជចង្រិតទឹកឃ្មុំដើម្បីចិញ្ចឹមចង្រិតទទួលបានជោគជ័យគេត្រូវសាងសង់អាងឬធុងជាចាំបាច់សម្រាប់ឲ្យវារស់នៅនិងធំធាត់ជាទូទៅគេសង់អាងពីដែកជាមួយបន្ទះក្តារស្មាតបតឬរៀបអាងពីឥដ្ឋស៊ីម៉ង់ក៏បាននៅចន្លោះជ្រុងនៃធុងឬបាសាំងត្រូវបិទការកញ្ចក់ដើម្បីកុំឲ្យចង្រិតចេញក្រៅធុងឬបាសាំងចំណែកមាត់ធុងឬបាសាំងផ្នែកខាងក្នុងគេត្រូវបិទស្គុតរលោងជុំវិញការពារកុំឲ្យចង្រិតចេញក្រៅពេលចង្រិតវេឡើងវានឹងរអិលចុះទៅក្រោមវិញលើពីនេះទៅទៀតវាមានសារៈសំខាន់ណាស់ដែលត្រូវកល់ជើងធុងឬបាសាំងដោយកំប៉ុងដែលមានដាក់ទឹកឬប្រេងម៉ាស៊ីនចាស់ៗដើម្បីការពារកុំឲ្យស្រមុចឡើងតាមជើងធុងឬបាសាំងប៉ំពងចង្រិតឬកូនចង្រិតតូចៗចេញទៅក្រៅធុងការរៀបសម្បុកចង្រិតដោយប្រើបន្ទះផ្លាតពងមាន់គេត្រូវយកបន្ទះផ្លាតពងមាន់ដាក់បញ្ច្រាស់គ្នាហើយរៀបជាជួរឲ្យពេញនៅក្នុងអាងឬធុងដែលត្រូវចិញ្ចឹមចង្រិតការភ្ជាប់ពងចង្រិតញាស់ក្នុងរយៈពេល7ទៅ10ថ្ងៃក្រោយពីការដាក់ពងត្រូវពិនិត្យមើលនិងច្របល់ពងចង្រិតជាប្រចាំដើម្បីឲ្យវាមានកម្ដៅស្មើគ្នាប្រសិនឃើញថាវាញាស់ក្នុងបរិមាណច្រើនត្រូវចាក់ពងទាំងនោះនៅក្នុងកម្រាលការុងដែលលាតត្រដាងការុងត្រូវវះនិងក្រាលលាតត្រដាងលើសម្បុកចង្រិតពូជចង្រិតចិញ្ចឹមមិនខុសពីពូជចង្រិតព្រៃប៉ុន្មានទេយើងត្រូវដាក់ស្លឹករុក្ខជាតិឲ្យវាស៊ីដែលមានដូចជាត្រកួនស្លឹកបាសផ្ទីកំប្លោកស្លឹកស្នោស្លឹកចេកស្មៅដាំសម្រាប់គោនិងរុក្ខជាតិផ្សេងទៀតដែលអាចរកបាននៅទីវាលដើម្បីទទួលបានផលឆាប់រហ័សនិងឲ្យចង្រិតលូតលាស់បានលឿនក្រៅពីបន្លែនិងស្លឹករុក្ខជាតិទាំងនោះយើងគួរផ្ដល់នូវចំណីជាប្រចាំដូចជាកន្ទក់លេខ1កាក់ស្រាបៀរថ្មីពោតកិនសណ្តែកកិនចំណីស្រាប់ពីរោងចក្រសម្រាប់កូនមាន់ឬចំណីស្រាប់ពីរោងចក្រសម្រាប់ទាពងការផ្ដល់ទឹកឲ្យចង្រិតផឹកយើងត្រូវបាញ់ទឹកក្នុងទម្រង់ជាផ្សែងឬសន្សើមឲ្យកូនចង្រិតផឹកពេលចង្រិតធំពេញវ័យឬអាយុចាប់ពី15ថ្ងៃឡើងត្រូវចុះទុយោជ័រសូកក្រណាត់ដែលអាចជប់ទឹកហើយចាក់ទឹកក្នុងទុយោជ័រនោះដើម្បីឲ្យចង្រិតផឹកមេចង្រិតដែលអាចយកពងបានគឺអាយុចាប់ពី35ទៅ40ថ្ងៃឬពេលដែលវាដុះស្លាបវាយំស្រោចគ្នាឬអាចសម្គាល់មើលពស់របស់មេចង្រិតឡើងប៉ោងនិងវាចាប់ផ្ដើមទម្លាក់ពងនៅលើស្នូកទឹកឃើញដូច្នោះយើងត្រូវយកខ្ជូអង្កាមទៅលាយច្របល់ជាមួយទឹកឲ្យមានសំណើមប្រហែល 70% ដែលអាចក្តាប់ជាប់មិនបែកយើងយកខ្ជូអង្កាមទាំងនោះដាក់ចូលទៅក្នុងចានថាសឬស្នូកដែលយើងត្រៀមរួចជាស្រេចសង្កត់ឲ្យណែនដើម្បីកុំឲ្យមេចង្រិតកាយចេញបានបន្ទាប់មកទៀតយើងយកចានថាសឬស្នូកដែលមានខ្ជូអង្កាមសើមនោះដាក់លើសម្បុកចង្រិតមេចង្រិតនឹងឡើងមកពងដោយខ្លួនឯងការប្រមូលផលចង្រិតដើម្បីប្រមូលផលចង្រិតយើងត្រូវប្រមូលកាកសំណល់ដែលមានដូចជាដើមនិងស្លឹករុក្ខជាតិចេញឲ្យអស់ពីលើសម្បុកគោះសម្បុកចង្រិតដាក់ចូលក្នុងចានដែកដែលមានចុះប្រហោងគេអាចប្រមូលចង្រិតដាក់ក្នុងថង់ទាំងរស់ឬដាក់ចូលក្នុងចានដែកដែលមានទឹកហើយស្រង់វាដាក់ក្នុងកញ្ច្រែងឲ្យស្រស់ទឹកហើយច្រកចូលថង់ដើម្បីយកទៅលក់ក្រោយពីរើសម្បុកចង្រិតចេញយើងចាំបាច់យកវាដាក់ហាលថ្ងៃឲ្យស្ងួតល្អនិងប្រមូលទុកសម្រាប់ការចិញ្ចឹមទៅវគ្គក្រោយៗទៀតយ៉ាងណាដែរលោកលោកស្រីនាងកញ្ញាក្រោយពីបានទស្សនានិងស្ដាប់ពីបច្ចេកទេសនៅក្នុងការចិញ្ចឹមចង្រិតលក្ខណៈគ្រួសារសង្ឃឹមថាលោកស្រីនាងកញ្ញាអាចសាកល្បងនៅក្នុងការចិញ្ចឹមបានកម្មវិធីយើងដល់ទីបញ្ចប់សូមអរគុណចំពោះការទស្សនាសូមជម្រាបលា